កាលណាគេនិយាយដល់ទីក្រុងភ្នំពេញគេមិនអាចមិននិយាយបានទេដល់ទីបុរាណដ្ឋានដ៏ធំមួយគឺភ្នំដូនពេញដែលជាឫសគល់ដើមកំណើតប្រវត្តិនៃពាក្យភ្នំពេញដែលខ្មែរគ្រប់រូបបានដឹងបានយល់ហើយរឹតតែមិនអាចមិននិយាយបានទៀតនៅរឿងព្រេងដំណាលមួយគឺរឿងភ្នំដូនពេញដោយសាច់រឿងបានដំណើរថាកាលពីដើមឡើយមានស្ត្រីមេម៉ាយចំណាស់ម្នាក់ឈ្មោះយាយពេញជាមនុស្សដែលចូលចិត្តធ្វើបុណ្យធ្វើទាននិងមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅជិតទន្លេធំមួយដែលគេហៅថាទន្លេបួនមុខក្នុងវេលាថ្ងៃមួយមានព្យុះភ្លៀងបោកបក់យ៉ាងខ្លាំងធ្វើឲ្យលិចអស់ទីទួលមានតែទួលមួយប៉ុណ្ណោះដែលមិនរងនៅការលេបត្របាក់ដែលទីនោះជាកន្លែងស្នាក់អាស្រ័យរបស់យាយពេញផងក្នុងពេលដែលព្យុះបានស្ងប់ស្ងាត់ទៅលោកយាយពេញបានចុះពិនិត្យការខូចខាតដែលបង្កដោយព្យុះក៏ប្រទះឃើញដើមកុកីដ៏ធំមួយអណ្ដែតមកទើលើទីទួលនោះដោយមិនរសាត់អណ្ដែតទៅណាសោះពេលនោះលោកយាយប្រឹងសម្លឹងមើលទៅឃើញព្រះពុទ្ធរូប4អង្គនៅក្នុងប្រហោងដើមកុកីនោះដោយឃើញហេតុភេទអស្ចារ្យបែបនេះលោកយាយបានហៅកេណ្ឌកម្លាំងអ្នកស្រុកអោបមកជួយលើកដើមកុកីនោះឡើងយកមកតម្កល់បូជាហើយចាប់ឲ្យគេពូនទីទួលនោះឲ្យកាន់តែខ្ពស់និងកសាងវត្តអារាមសម្រាប់តម្កល់ព្រះពុទ្ធរូប4អង្គទុកជាទេវតាម្ចាស់ស្រុកទើបគេហៅកន្លែងនោះថាភ្នំយាយពេញហើយបានក្លាយទៅជាភ្នំពេញដូចសពថ្ងៃតើពិតដូចជារឿងដំណាលដែរឬទេព្រោះគេសង្កេតឃើញថានៅក្នុងជីវភាពរស់នៅរបស់ខ្មែរតាំងពីសម័យបុរាណដល់បច្ចុប្បន្នមានការនិទានរឿងប្លែកៗគ្នាទៅតាមតំបន់ឃុំស្រុកនីមួយៗដូចជារឿងវត្តប្រាសាទនៅកំពង់ធំដែលនិយាយថាប្រាសាទអណ្ដែតហើយបានទៅលើទីទួលមួយក្រោយមកទៀតទីទួលនោះក៏ក្លាយជាកន្លែងគោរពបូជារួមផ្សំនឹងរឿងភ្នំភ្នោះព្រំស្រីបាក់សីចាំក្រុងផងនេះបានបញ្ជាក់ថាខ្មែរជាជាតិដែលនិយមនិទានរឿងតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ពីមាត់មួយទៅមាត់មួយដោយមិនមានភស្តុតាងអ្វីបង្ហាញបានច្រើននោះទេបើតាមការបកស្រាយរបស់អ្នកវិសាវិទ្យានិងអ្នកប្រវត្តិសាស្ត្របានបង្ហាញថាតាមពិតទៅឈ្មោះភ្នំពេញនេះប្រហែលคล้ายមកពីពាក្យភ្នំបឹងព្រោះពាក្យខ្មែរអក្សរខ្មែរបានហៅคล้ายពីសម័យកាលមួយទៅសម័យកាលមួយទៀតម្យ៉ាងវិញទៀតគេពឹងផ្អែកទៅលើឯកសារសហសម័យរបស់ពួកប៉ុកទុយកាល់នៅសតវត្សទី6ដែលបានចេញចូលរកស៊ីនិងបានមកដល់ទីនោះហើយបានកត់ត្រាថាទីនោះគឺជាភ្នំបឹងដែលគួបផ្សំជាមួយនឹងភូមិសាស្ត្រដែលពោរពេញទៅដោយបឹងគ្រប់ទីកន្លែងមានបឹងតាម៉ោកបឹងត្រកួនបឹងស្នោបឹងត្របែកឡាក់ចំពោះអ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភ្នំពេញក៏បានគាំទ្រសមិទ្ធកម្មនេះដូចគ្នាដោយលោកបានលើកហេតុផលថាភ្នំដូនពេញកើតឡើងក្នុងរាជ្យព្រះបាទពញាយ៉ាតដែលបានចាក់ចោលក្រុងអង្គរឬទីនោះបានកើតឡើងមុននេះទៅទៀតចាប់ពីមុនសម័យអង្គរផងក៏មិនដឹងដោយសារគេប្រទះឃើញប្រាសាទមួយចំនួនក្នុងរចនាបថមុនអង្គរខ្លះដែលត្រូវរលំសេសសល់ត្រឹមតែគ្រឹះនិងបាត់រូបរាងមានតែមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងវត្តឧណ្ណាលោមសប្តាហ៍ថ្ងៃដូច្នេះទីនោះអាចមានមនុស្សរស់នៅរាប់ពាន់ឆ្នាំមកហើយតាំងពីមុនមានរឿងដំណាលដែលមិនមានការបរិច្ឆេទច្បាស់លាស់ទៅទៀតហើយឈ្មោះជាផ្លូវការរបស់រាជធានីភ្នំពេញគឺឈ្មោះក្រុងចតុមុខមង្គលសកលកម្ពុជាធិបតេយ្យសិរីធរបវរអន្តបត្តិបុរីរដ្ឋរាជសីមាមហានគរក្នុងនោះផងដែរក៏មានព្រះរាជាច្រើនអង្គបានមកគង់នៅទីនេះពីសម័យកាលមួយទៅសម័យកាលមួយទៀតដោយមិនបង្ហាញឈ្មោះថាមានយាយពេញជាអ្នកមើលថែរក្សាទីនោះឡើយហើយគេក៏មិនបានប្រទះឃើញពុទ្ធរូបនិងបដិមា4អង្គដែលមាននិយាយក្នុងរឿងព្រេងនិទានផងដែរចំពោះបងប្អូនវិញតើបងប្អូនយល់ឃើញយ៉ាងម៉េចដែរចំពោះ
ពាក្យភ្នំពេញនេះតើពាក្យភ្នំពេញនេះคล้ายមកពីតាមព្រេងរឿងនិទានឬក៏តាមការបកស្រាយរបស់អ្នកប្រវត្តិសាស្ត្រនិងអ្នកភាសាវិទ្យាមានអ្វីជាចម្ងល់សូមបងប្អូនខមមិននៅខាងក្រោមហើយជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ